where សួរថាឯណាតើការប្រជុំនៅកន្លែងណាយើងនិយាយថាម៉េចទី2តើខុសកំណត់របស់អ្នកនៅឯណាយើងនិយាយថាម៉េចទី3តើមង្គលការរបស់តារីនៅឯណាយើងសួរហើយឆ្លើយយ៉ាងម៉េចអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាលម្អិតពីសំណួរនិងចម្លើយទាក់ទងនឹងទីកន្លែងហើយនឹងនាមនៃព្រឹត្តិការណ៍អូខេឧទាហរណ៍ទី1គឺតើការប្រជុំនៅឯណាប្រជុំគឺ meeting ឯណាគឺ where អញ្ចឹងយើងនិយាយថា where is the meeting តើការប្រជុំនៅណា where is the meeting ទី2តើខុសកំណត់របស់អ្នកខុសកំណត់អ្នកនៅឯណាខុសកំណត់គឺ birthday ឯណាគឺ where អញ្ចឹងយើងនិយាយថា where is your birthday where is your birthday អញ្ចឹងកន្លែងនេះបើខុសកំណត់របស់អ្នកណាផ្សេងទៀតយើងអាចដូរបានទៅកន្លែងដាក់កម្មសិទ្ធិអ្នកផ្សេងមក where is his birthday ខុសកំណត់គាត់នៅឯណាអញ្ចឹងទៅ alright អូខេមួយទៀតយើងនឹងចូលដល់រៀនសួរហើយនឹងឆ្លើយសំណួរទី1គឺសួរថាតើខុសកំណត់នៅឯណាមិនសំដៅទៅលើខុសកំណត់របស់អ្នកណាទេចឹងយើងសួរថា where is the birthday where is the birthday តើខុសកំណត់នៅឯណាចម្លើយគឺខុសកំណត់គឺនៅខេត្ត the birthday is ខុសកំណត់គឺ the birthday is at province តែតែខេត្តណាអញ្ចឹង at នេះបងប្អូនត្រូវចាំយើងនិយាយថានៅកន្លែងណាមួយនៅឯកន្លែងណាមួយ at school នៅឯសាលា at province នៅឯខេត្ត at riverside នៅឯមាត់ទន្លេអញ្ចឹងទៅទី2តើការតាំងពិព័រណ៍នៅឯណាអញ្ចឹងយើងសួរថា where is there អានេះអត់មានកម្មសិទ្ធិទេណាអញ្ចឹងយើងដាក់ដែរ where is there exhibition តើការតាំងពិព័រណ៍នៅឯណាការតាំងពិព័រណ៍ exhibition ចម្លើយគឺការតាំងពិព័រណ៍នៅជិតមាត់ទន្លេអញ្ចឹង the exhibition is near the riverside នេះប្រែថាមាត់ទន្លេហើយ near នេះប្រែថាជិតអញ្ចឹងយើងអាចដូរទីតាំងបាននៅជិតអីយើងដាក់មក the exhibition is near the school ការតាំងពិព័រណ៍គឺនៅជិតសាលាជិតអីផ្សេងចឹងទៅអូខេមួយទៀតយើងសួរដាក់កម្មសិទ្ធិម្ដងតើពិធីជប់លៀងរបស់អ្នកនៅឯណា where is your ឃើញទេអញ្ចឹង your កន្លែងនេះគឺជាកម្មសិទ្ធិអញ្ចឹងបើសិនជាពិធីជប់លៀងរបស់បុគ្គលណារបស់អ្នកណាយើងដាក់កម្មសិទ្ធិអ្នកហ្នឹងមកកន្លែងនេះណាអូខេ where is your party តើពិធីជប់លៀងរបស់អ្នកនៅឯណាចម្លើយគឺពិធីជប់លៀងរបស់ខ្ញុំនៅខាងមុខផ្ទះអញ្ចឹង my party is ខាងមុខយើងនិយាយថា in front of my party is in front of the house នៅខាងមុខផ្ទះអញ្ចឹងយើងអាចដូរទៅនៅខាងមុខឲ្យទៀត my party is in front of the school នៅខាងមុខសាលា my party is in front of the cafe នៅខាងមុខហាងកាហ្វេអញ្ចឹងទៅអូខេយើងបន្តទៅមុខមួយទៀតតើមង្គលការរបស់គាត់នៅឯណាគេមង្គលការយើងនិយាយថាឬក៏អាពាហ៍ពិពាហ៍យើងនិយាយថា wedding អញ្ចឹង where is his wedding តើមង្គលការគាត់នៅណា where is his wedding អូខេអញ្ចឹងមង្គលការគាត់នៅក្នុងក្រុងភ្នំពេញមង្គលការគាត់នៅក្នុងក្រុង his wedding is មង្គលការរបស់គាត់គឺ in នៅក្នុង is in ភ្នំពេញ city ភ្នំពេញ city គឺនៅក្នុងទីក្រុងភ្នំពេញចឹងមកអូខេសម្រាប់បងប្អូនដែលកំពុងតែស្ដាប់នៅវីដេអូរបស់ខ្ញុំមិនទាន់បានធ្វើការ subscribe ក៏ដូចជា follow TikTok Facebook ឬក៏ YouTube អាចធ្វើការ subscribe និង follow បានដើម្បីទទួលបានវីដេអូចែករំលែកបន្តទៀតពីខ្ញុំពាក់ព័ន្ធនឹងការសិក្សាភាសាអង់គ្លេសដោយមិនគិតប្រាក់ទេ
ហើយចំណែកបងប្អូនមានបំណងចង់សិក្សាភាសាអង់គ្លេសអនឡាញក៏អាចទំនាក់ទំនងមកកាន់ TikTok ឬក៏ Facebook page ឈ្មោះគ្រូបូរ៉ាដើម្បីធ្វើការសួរព័ត៌មានបន្ថែមទាក់ទងនឹងការសិក្សាភាសាអង់គ្លេសអនឡាញអូខេអញ្ចឹងយើងបន្តនៅមេរៀនរបស់យើងទៀតតើការប្រគំតន្ត្រីរបស់នាងនៅឯណាការប្រគំតន្ត្រីយើងហៅថា concert ចឹង where is her របស់នាង where is her concert where is her concert តើការប្រគំតន្ត្រីរបស់នាងឯណាចឹងចម្លើយគឺការប្រគំតន្ត្រីរបស់នាងនៅបណ្ដោយមាត់ទន្លេ her concert is along តាមបណ្ដោយនៅបណ្ដោយ along the river ចឹងនៅបណ្ដោយចឹងដាក់មកឬក៏យើងនិយាយថាការប្រគំតន្ត្រីរបស់នាងនៅតាមបណ្ដោយផ្លូវ107 Her concert is along street 107 ផ្លូវ107ចឹងទៅអូខេយើងបន្តទៅមុខទៀតតើការប្រជុំរបស់នារីនៅឯណាចឹងបងប្អូនត្រូវចាំថានៅពេលដែលយើងនិយាយពីកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឈ្មោះបុគ្គលណាម្នាក់គឺចាប់ផ្ដើមដោយអក្សរធំជានិច្ចទោះនៅកន្លែងណាក៏ដោយហើយយើងត្រូវដាក់ apostrophe នេះអានេះផ្សេងឈ្មោះហើយ apostrophe ហ្នឹងហើយបន្ថែម s ពីក្រោយបញ្ជាក់ថានាមខាងក្រោយនេះនាមខាងក្រោយហ្នឹងគឺជារបស់គាត់ហ្នឹងហើយយើងអានឈ្មោះដដែលគ្រាន់យើងបញ្ចេញខ្យល់អញ្ចឹង where is Nari's meeting where is Nari's យ៉ាងចេញខ្យល់ណា meeting តើការប្រជុំរបស់នារីនៅឯណាចម្លើយគឺ Nari's meeting is ការប្រជុំរបស់នារីគឺ Nari's meeting is behind នៅខាងក្រោយ the cafe behind the cafe ហើយខាងក្រោយហាងកាហ្វេអូខេមួយទៀតតើសិក្ខាសាលារបស់រដ្ឋនៅឯណាចឹងយើងអានថា where is Rod's seminar សិក្ខាសាលា where is Rod's ចឹងខ្យល់ណា seminar តើសិក្ខាសាលារបស់រដ្ឋនៅឯណា where is Rod's seminar ចឹងចម្លើយគឺសិក្ខាសាលារបស់រដ្ឋគឺនៅចំហៀងផ្សារ Rod's seminar is សិក្ខាសាលារបស់រដ្ឋគឺ Rod's seminar is beside ប្រែថាចំហៀង beside the market អូខេគឺនៅចំហៀងផ្សារ alright អូខេអរគុណបងប្អូនទាំងអស់គ្នាចឹងមេរៀនរបស់យើងមានតែប៉ុណ្ណេះជម្រាបលាជួបគ្នានៅក្នុងមេរៀនបន្តទៀត